ថ្ងៃនេះយើងមកបើប្រអប់ជាមួយនឹង Echo 3098S Patrick ជាមួយនឹង Echo 3098S SpongeBob ហើយសម្រាប់ keyboard ទាំងពីរនេះមានខ្សែ 98% ដែលជាប្រភេទ keyboard mechanical ហើយ keyboard ទាំងពីរនេះងាយស្រួលក្នុងការធ្វើការងារផងហើយក៏អាចយកទៅលេង game បានផងដែរសម្រាប់ keyboard ទាំងពីរនេះគឺយើងប្រើប្រាស់ run dot Type C ដូចគ្នា switch របស់ keyboard នេះគឺជា switch Tactile Echo CS Sponge ចូលមកជាមួយនឹង Echo SpongeBob យើងទទួលបានជាមួយនឹង guidebook ចំនួន1ខ្សែ dot Type C ចំនួន1 keycap extra ចំនួន2កញ្ចប់ជាចុងក្រោយនោះគឺ keycap puller សម្រាប់ Echo Patrick យើងទទួលបានជាមួយនឹង guidebook ចំនួន1 keycap extra ចំនួន1កញ្ចប់ខ្សែ dot Type C ចំនួន1ជាចុងក្រោយនោះគឺ keycap puller បើយើងចង់បដូរពណ៌ RGB យើងគ្រាន់តែចុច FN delete ហើយសម្រាប់ការបដូរ effect RGB យើងគ្រាន់តែចុច FN pick up pick down ជាការស្រេចបើលោកអ្នកមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់ page Spectre Gear ឬក៏លេខទូរស័ព្ទខាងក្រោមក៏បាន